មេត្រា68ការពន្លាតសមត្ថកិច្ចដែនដីក្នុងករណីបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្ដែងតាមអត្ថន័យនៃមេត្រា86និយមន័យបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្ដែងនិងមេត្រា87ការចាប់ខ្លួនក្នុងករណីបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្ដែងនៃក្រមនេះហើយប្រសិនបើមានការបន្ទាន់ព្រះរាជអាជ្ញាអាចអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ធ្វើប្រតិបត្តិការនៅលើវិសាលភាពនៃដែនដីជាតិទាំងមូលការអនុញ្ញាតអាចធ្វើដោយផ្ទាល់មាត់ប៉ុន្តែការអនុញ្ញាតនេះត្រូវតែចុះនិទេសនៅក្នុងលិខិតស៊ើបអង្កេតក្នុងក្របខ័ណ្ឌនៃការស៊ើបសួរកាលណាចៅក្រមស៊ើបសួរចេញដីកាចាត់ឲ្យស៊ើបសួរជំនួសក្នុងករណីបន្ទាន់ចៅក្រមនេះអាចអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ធ្វើប្រតិបត្តិការនៅលើវិសាលភាពដែនដីជាតិទាំងមូលកាលណាធ្វើប្រតិបត្តិការនៅក្រៅមណ្ឌលរបស់ខ្លួននោះមន្ត្រីនគរបាលយុត្តិធម៌ត្រូវសុំជំនួយពីមន្ត្រីនគរបាលយុត្តិធម៌ដែលមានសមត្ថកិច្ចខាងដែនដីចៅក្រមដែលបានអនុញ្ញាតឲ្យមានការពន្លាតសមត្ថកិច្ចត្រូវជូនព័ត៌មានតាមគ្រប់មធ្យោបាយដល់ព្រះរាជអាជ្ញាដែលមានសមត្ថកិច្ចខាងដែនដី